ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំម្ចាស់ត្រង់ស្ដេចបាសីដីប្រាសាទហើយថ្ងៃនេះដែរគឺខ្ញុំមានរឿងខ្លះចង់ចែកម្លែកបងប្អូនហើយក៏ចង់សួរទៅបងប្អូនវិញដែរទី1ខ្ញុំចង់ឲ្យបងប្អូនយើងមួយចំនួនគាត់គិតពីរឿងការបង្កើតមេបាគឺមានបងប្អូនខ្លះគាត់ដឹងថាខ្ញុំជាអ្នកដាក់មេបាឲ្យបងប្អូនយើងបង្កើតហើយក៏ទទួលទិញកូនមកវិញអញ្ចឹងទៅតាមឈុតមេបាវាមានឈុត600ឈុត800ឈុត1000ឈុត1500ជាឈុតធំអញ្ចឹងទៅប៉ុន្តែបងប្អូនខ្លះក៏គាត់ដឹងថាតារាងតម្លៃដែលខ្ញុំទិញហ្នឹងបងប្អូនមួយចំនួនណាគាត់ថាខ្ញុំទទួលទិញគឺសមរម្យអាចទទួលយកបានទាំងគាត់ទាំងខ្ញុំតែក៏មានបងប្អូនមួយចំនួនតូចទៀតគាត់ថាខ្ញុំទទួលទិញធូរថ្លៃពេកគាត់ពិបាកក្នុងការចិញ្ចឹមអញ្ចឹងខ្ញុំចង់សួរថាអញ្ចឹងបងចិញ្ចឹមមន់សាច់តម្លៃដែលខ្ញុំដាក់ជូនបងប៉ុណ្ណឹងបងថាបងចិញ្ចឹមអត់ចំណេញចុះអ្នកចិញ្ចឹមមន់ស្រែបងចិញ្ចឹមមន់ជុលលក់ប៉ុណ្ណឹងបងថាចិញ្ចឹមអត់ចំណេញចុះបងចិញ្ចឹមមន់ស្រែទៀតអ្នកដែលចិញ្ចឹមមន់ស្រែគ្នាមិនតោកយ៉ាក់ងាប់ព្រោះវាអត់មានខុសគ្នាទេហើយខ្ញុំគិតថាមន់ស្រែអត់ថែអត់ចាក់ថ្នាំអត់ព្យាបាលអត់ឲ្យចំណីស៊ីដូចតែគ្នាទាំងអស់ហេតុអីបានយើងមានអារម្មណ៍មួយថាតារាងតម្លៃដែលខ្ញុំផ្ដល់ជូនបងប្អូនគឺវាមិនសមស្របទៅនឹងតម្លៃដែលបងប្អូនចិញ្ចឹមអញ្ចឹងខ្ញុំនឹងដាក់តារាងតម្លៃនេះនៅខាងលើវីដេអូនេះតែអត់ដឹងថាក្រុមហ៊ុនគេបែនអត់ទេខ្ញុំនឹងដាក់តារាងតម្លៃនេះបងប្អូនមើលជាក់ស្ដែងហើយខ្ញុំឲ្យបងប្អូនវិភាគនិងពិចារណាជាក់ស្ដែងដូចជាឈុត20ឈុតទាំងអស់គីឡូ22ខ្ញុំគីឡូ22ឡើងខ្ញុំទិញតម្លៃ 100000 រៀល 100000ជាក់ស្ដែងគីឡូនេះគឺមន់ស្ទីលទេមន់6ខែហ្នឹងអញ្ចឹង 100000 បងប្អូនគិតថាខ្ញុំត្រូវចាយពេលវេលាប៉ុណ្ណាដើម្បីយកមកថែទាំទី2បើសិនជាខ្ញុំលក់វាទាំងស្ទីលខ្ញុំអាចលក់វាបានមួយគ្រាប់ 5-100000ទេណាមន់ស្ទីលមកអត់ទាន់ហ៊ានណា 5-100000ទេណាហើយ 150,000បងប្អូនមានផាត់ថ្លៃចំណាយដែលខ្ញុំទៅយកហើយនឹងពេលដែលភ្ញៀវទិញខ្ញុំត្រូវជួយចេញសេវាគាត់ដល់ពេញ 20000ទៀតអញ្ចឹងមួយគ្រាប់ខ្ញុំចំណេញពីបងប្អូនបាន 20000 30000នេះយើងត្រូវពិចារណាចេះហើយបើគីឡូធំខ្លះខ្ញុំទិញដល់160អីដែរណាគីឡូធំគីឡូ30 32អីខ្ញុំទិញ160អីដែរណាអញ្ចឹងបងប្អូនសាកគិតមើលខ្ញុំកាត់លក់100មកអត់តាន់ឈ្នះខ្ញុំកាត់លក់100បងប្អូនមានគិតថ្លៃកម្លាំងពលកម្មខ្ញុំទៅចាប់មន់ពីត្រង់បងប្អូនមកហើយពេលដែលបងប្អូនយើងទិញតម្លៃ100ហ្នឹងយើងដាក់ទៅដល់ពេញយើងដកទៅ10ដុល្លារមក10ដុល្លារមកនោះវាស្មើនឹង70អត់ហើយ70ខ្ញុំចំណេញពីលើបងប្អូន30រៀលហ្នឹងបើខ្ញុំលក់បាន100អាហ្នឹងចំណេញ30ដុល្លារមកថាអត់ធ្វើហ្នឹងចំណេញ30ដុល្លារចុះបងប្អូនមានគិតចុះបើសិនជាងាប់វិញខ្ញុំទៅចាក់មន់ពីផ្ទះបងប្អូនគាត់ទៅចេញផុតតែពីលបងផ្ទះងាប់ក៏ទំនួលខុសត្រូវខ្ញុំប៉ុន្តែខ្ញុំផ្ញើមន់អត់ដល់ដៃភ្ញៀវទេងាប់ទំនួលខុសត្រូវខ្ញុំអ្នកសងហ្នឹង30រៀលសងគ្រប់អត់គ្រប់ទេប៉ុន្តែវាក៏មិនងាប់រាល់ថ្ងៃដែរបានន័យថាយើងវាមិនមែនចេះតែងាប់ទេអញ្ចឹងបានន័យថាបើសិនជាអត់ងាប់ខ្ញុំចំណេញបាន30អញ្ចឹងខ្ញុំសួរបងប្អូនវិញដែរឃើញមន់ណាយើងដាក់មួយគ្រាប់100ដុល្លារគេអត់តយើងអត់តនៅតែតអញ្ចឹងតតែមន់ធ្លាប់ឈ្នះតខ្ញុំកាន់យកទៅជុលឈ្នះម្ដងឈ្នះពីរដងខ្ញុំលក់បាន150ទៅអាណាឈ្នះរៀង3ដង4ដងលក់បាន1លានអីចឹង1លានហ្នឹងមួយខែលក់តបានមួយគ្រាប់ផងតែបើយើងលក់បានគឺអា100ហ្នឹងហើយអញ្ចឹងខ្ញុំសូមចិត្តបងប្អូនយើងពិចារណាចំណុចនេះទាំងអស់គ្នាណាចិត្តពិចារណាឲ្យគិតទៀតទី1ខ្ញុំចាយលុយទៅលើ page ចាយលុយលើ TikTok ចាយលុយប្រម៉ូទហើយមួយទៀតមួយគ្រាប់ឲ្យខ្ញុំ30រៀលចំណេញណាបងប្អូនដកថ្លៃកម្លាំងពលកម្មខ្ញុំទៅបងប្អូនដឹងហើយមិនចំណេញប៉ុន្មានទេរស់ទាំងអស់គ្នាណាអញ្ចឹងសូមចិត្តបងប្អូនយើងដែលចង់ដាក់មេបាប៉ុន្តែតារាងឈុតតម្លៃទាំងអស់នេះរាល់ថ្ងៃគឺខ្ញុំមិនមានសល់ដាក់មេបាឲ្យបងប្អូនណាទៀតទេបើថាខ្ញុំពេញហើយប៉ុន្តែបើសិនជាមានឈុតណាដែលខ្ញុំចង់ដាក់ខ្ញុំនឹងប្រកាសប្រាប់បងប្អូនថាខ្ញុំទៅសល់ប៉ុន្តែតាមពិតរាល់ថ្ងៃនេះដែលខ្ញុំនៅមួយឈុតប៉ុន្តែខ្ញុំអត់ទាន់ប្រកាសថាខ្ញុំដាក់ទៀតអញ្ចឹងខ្ញុំនៅឈុត800មួយឈុតទៀតឈុត800នេះគឺបាវៀតណាមសកានេះស្អាតសម្បូរឆេះនៅក្រោយខ្នងខ្ញុំនេះផ្ទាល់ឥឡូវខ្ញុំពីមុនខ្ញុំអត់ដាក់ប្រកាសឲ្យគេគឺដោយសារវាអត់ទាន់ពេញរោមឥឡូវនេះគឺខ្ញុំកំពុងតែបំពន់វាសិនចាំពេលពេញខ្ញុំនឹងប្រកាសប្រាប់ថាបងប្អូនខ្ញុំនឹងមានឈុត800មួយឈុតទៀតបងប្អូនឬក៏បងប្អូនអាចកក់លុយវាឥឡូវទៅក៏បានដែរអាចចុងខែឬក៏អីចឹងទៅបាទខ្ញុំអាចដាក់បងប្អូនបានអញ្ចឹងឬក៏យ៉ាងដូចមិនដេចអីយើងពិភាក្សានេះអញ្ចឹងណាប៉ុន្តែខ្ញុំសូមចិត្តបងប្អូនហើយសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តគ្រប់គ្រងស្ដេចបស័យដីប្រាសាទខ្ញុំសង្ឃឹមថាបងប្អូននឹងជួយ share វីដេអូនេះទាំងអស់គ្នាបាទអរគុណ